គោរពជម្រាបសួរលោកគ្រូនិងមិត្តភ័ក្តិទាំងអស់គ្នាខ្ញុំមកពីក្រុមទី1ហើយនៅរៀននៅថ្នាក់ទី10D នៃវិទ្យាល័យព្រះអង្គឌួងជំនាន់ថ្មីហើយថ្ងៃនេះយើងមកសិក្សាអំពីមេរៀនទី1ប្រព័ន្ធឆ្អឹងកងឆ្អឹងកងជាអ្វីឆ្អឹងកងគឺជាផ្នែកដ៏រឹងមាំដែលទ្រទ្រង់កោសិកាមនុស្សឲ្យមានរូបរាងច្បាស់មនុស្សពេញវ័យមានឆ្អឹង206ដុំឆ្អឹងដើរតួជាគ្រើមឬសរសៃក្រេះវាជួយទប់រាងកាយទាំងមូលបើគ្មានឆ្អឹងរាងកាយយើងមិនអាចទន់ជ្រាយដោយសាច់ដុំឈរមិនត្រង់ឬអាចដូចរូបមិនច្បាស់លាស់ហើយនីតិសំខាន់របស់ប្រព័ន្ធឆ្អឹងកងនឹងគឺ1ទ្រទ្រង់រាងកាយការពារសរីរាង្គសំខាន់ជួយក្នុងការធ្វើចលនាផលិតកោសិកាឈាមហើយ5ស្កកាល់ស្យូមនិងផូស្វ័រហើយឆ្អឹងឬផ្នែកក្បាលហ្នឹងវាមានរលាក្បាលការពារខួរក្បាលឆ្អឹងកងបង្កើតឡើងដោយឆ្អឹងតូច26កងត្រៀបបន្តគ្នាដើម្បីទ្រទ្រង់ខ្លួននិងការពារខួរខ្នងខួរទ្រូងនិងខួរជំនីបង្កើតជាទ្រង់ដែលការពារបេះដូងនិងសួតឆ្អឹងកងនឹងភ្ជាប់លោហៈក្បាលទៅនឹងដងខ្លួនហើយនេះជារូបគុំរបស់វាអថេលើអក្សរលើហ្នឹងគឺផ្នែកដៃមានឆ្អឹងស្មានិងឆ្អឹងកាបិតជាចំណុចភ្ជាប់ដៃទៅនឹងដងខ្លួនឆ្អឹងមេដៃឆ្អឹងខាងផ្នែកលើឆ្អឹងធំនិងឆ្អឹងតូចក្នុងកោដមានទាំងពីរដូចខាងក្រោមដែរឆ្អឹងប្រអប់ដៃរួមឆ្អឹងកដៃនិងម្រាមដៃហើយសរីរាង្គខាងក្រោមនឹងគឺផ្នែកជើងមានគ្រឹះគ្រាងជាគ្រឹះតម្រង់ខ្លួននិងភ្ជាប់ទៅដងខ្លួនហើយគ្រឹះក្រៅនឹងគឺជាឆ្អឹងកងវែងដែលមានទំហំជាងគេក្នុងរាងកាយនឹងគឺច្បាប់បាជង្គង់ការពារសន្លាក់ជង្គង់ឆ្អឹងស្នងនឹងគឺជាសំនួនឆ្អឹងកងដែលពុំទ្រទ្រង់ទម្ងន់នៅក្នុងខាងក្រោមឆ្អឹងប្រអប់ជើងរួមមានឆ្អឹងកជើងនិងម្រាមជើងហើយឆ្អឹងនឹងមានតួនាទីការពារសរីរាង្គនិងទ្រទ្រង់លំនឹងហើយឆ្អឹងថេនឹងមាននាទីចម្បងសម្រាប់ធ្វើចលនាការដើររត់ចាប់កាន់ហើយឆ្អឹងដែលវែងជាងគេគឺឆ្អឹងភ្នោះហើយឆ្អឹងកងនឹងមាន36ហើយនេះជារូបគុំរបស់វាដែលយើងមកឃើញនឹងគឺជារូបសន្លាក់ចូលមកចំណុចទី2គឺសន្លាក់1សន្លាក់ចលនាលើក្បាលវាគឺជាសន្លាក់ដែលឆ្អឹងភ្ជាប់យ៉ាងរឹងមាំមិនអាចធ្វើចលនាបានមិនអាចទៅឲ្យឆ្អឹងរលាដល់ក្បាលមានតួនាទីការពារខួរក្បាលហើយនេះជារូបគុំរបស់វាគឺប្រព័ន្ធប្រសាយប្រសាទហើយដូចនេះយើងមកសិក្សាចំណុចបន្ទាប់មកទៀតគឺការនិយាយពីសរីរាង្គរបស់សន្លាក់ហ្នឹងចូលមកចំណុចទី2គឺសន្លាក់ចលនាជង្គង់វាគឺជាសន្លាក់មួយដែលបត់បែនបានសន្ធិដ្ឋនៅក្រោមឆ្អឹងព្រោះនិងឆ្អឹងភ្នាជើងវាជួយឲ្យយើងដើររត់អង្គុយនិងលោតបានហើយនេះជារូបគុំរបស់វាហើយចូលមកចំណុចទី3សន្លាក់ចលនាឆ្អឹងកមវាគឺជាសន្លាក់មួយដែលអាចធ្វើឲ្យយើងមានចលនាបានតិចតួចសន្ធិដ្ឋនៅចន្លោះឆ្អឹងកងនីមួយៗវាជួយឲ្យយើងឆ្អឹងកងយើងបត់បែនឬបង្វិលបានខ្លះហើយនេះជារូបគុំរបស់វាពណ៌លឿងហ្នឹងវាអង់គ្លេសយើងអាចទៅ search តាម AI បានហើយយើងចូលមកចំណុចទី4គឺសន្លាក់ជង្គង់សន្លាក់ជង្គង់ជាប្រភេទសន្លាក់ហើមហើយមានឆ្អឹងខ្ចីសន្លាក់សរសៃចងនិងទឹកអំបិលសន្លាក់ហើយជួយការពារការកកិតធ្វើឲ្យចលនារលូនមានសារៈសំខាន់ក្នុងការទ្រទ្រង់រូបរាងកាយនិងការធ្វើចលនាហើយនេះជារូបគុំរបស់វាយើងអាចទៅ search មើលនៅក្នុង AI បានទាំងអស់គ្នាហើយយើងចូលមកចំណុចបន្តគឺ3ឆ្អឹងរឹងមាំហើយមានជីវិតឆ្អឹងបង្កឡើងពីកោសិកាឆ្អឹងនិង
ជាលិកាឆ្អឹងហើយមានសរសៃឈាមសម្រាប់ផ្គត់ផ្គង់ដើម្បីឲ្យឆ្អឹងលូតលាស់ឆ្អឹងមានសភាពរឹងមាំដោយសារវាផ្ទុកនៃសារធាតុខូលេស្តេរ៉ុលនិងពិសេសពីកាល់ស្យូមផូស៊ីហើយនេះជារូបគុំឆ្អឹងហើយយើងចូលមកបន្ទាប់គឺខួរឆ្អឹងពីរឆ្អឹងក្រហមឆ្អឹងលឿងហើយនេះជារូបគុំរបស់វាទាំងឆ្អឹងទាំងពីរហ្នឹងហើយយើងចូលមកចំណុចលេខ4គឺកំហែរក្សាឆ្អឹងដើម្បីការពារឆ្អឹងយើងឲ្យបានត្រឹមត្រូវយើងទទួលទានអាហារស្រស់ស្របគឺអាហារដែលមានសុខភាពល្អការហាត់ប្រាណទៀងទាត់ញ៉ាំអាហារដែលមានកាល់ស្យូមផូស៊ីគ្រប់គ្រាន់អាហារសុខភាពមានដូចជាសាច់គ្រាប់ធញ្ញជាតិបន្លែបៃតងប្រុងប្រយ័ត្នកុំឲ្យមានគ្រោះថ្នាក់ដូចជាការប៉ះទង្គិចនឹងជើងដែលតាក់ទងនឹងឆ្អឹងព្រោះការប៉ះទង្គិចហ្នឹងវាអាចធ្វើឲ្យយើងឆ្អឹងយើងហ្នឹងសន្លាក់របស់យើងហ្នឹងវាពិបាកការលូតលាស់ការអាចពុកផុយឬអាចបាក់ជាដើមហើយចុងក្រោយខ្ញុំសូមអរគុណអ្នកទាំងអស់គ្នាដែលបានចូលរួមស្ដាប់អរគុណលោកគ្រូនិងមិត្តភក្តិទាំងអស់គ្នាសូមឲ្យសុខសប្បាយទាំងអស់គ្នាសូមអរគុណនិងជម្រាបលាទាំងអស់គ្នា